ហាងមួយឆាថ្មីវ៉ាប់ជប៉ុននៅជិតវត្តភ្នំហាងមួយឆានេះតែបាក់នៅខេមមួយហើយនៅពេលដែលយើងចូលទៅគឺមានអារម្មណ៍ថាដូចនៅជប៉ុនអញ្ចឹងហាងនេះតូចទេតែខ្លឹមគឺគាត់បង្កើតដោយគាត់មែនតើដែលគាត់ចេញមកគឺមានកន្លែងប្លង់ថ្លជាច្រើនមានទាំងប្លង់នៅក្នុងហាងក៏ដូចជានៅក្រៅហាងមិននិយាយពីកន្លែងអង្គុយវិញក៏មានច្រើនដែរហើយស្វីតវីលាស្រឡាញ់មែនតើអ្នកកន្លែងអង្គុយរបៀបដូចនៅជប៉ុនអញ្ចឹងយើងទៅដល់យើងអង្គុយរៀបនឹងអត់ហ្មងគឺមើលទៅគឺគួរឲ្យទាក់ទាញមែនតើគាត់មានមុខមកឆា3ប្រភេទឈ្មោះ Nagisa Shizuku ហើយនិង Shinoka អញ្ចឹងយើងអាចរកទៅយើងឆ្លាញ់មកឆាប្រភេទណាកម្រិតដិតប្រភេទណាគឺយើងរើសតាមនឹងទៅហើយក្រៅពីមកឆាគាត់មានលក់នំច្រើនដែរគឺមើលទៅគឺទំនងមែនតើសម្រាប់គ្នាយើងណាដែលចូលចិត្តមកឆាចង់សាកហាងមកឆាថ្មីអញ្ចឹងស្វិតវីលា recommend ឲ្យទៅហាងនេះហើយទីតាំងរបស់ហាងរៀងលាក់ខ្លួនទីគ្នាយើងវាយតាម Google Map មកឈ្មោះហាងហ្នឹងពេលទៅដល់នឹងឃើញស្លាកពណ៌សនេះហើយយើងបត់ចូលតាមស្លាកហ្នឹងទៅដល់នឹងឃើញកន្លែងគេផ្ញើម៉ូតូអញ្ចឹងសួរពូដែលផ្ញើម៉ូតូហ្នឹងសួរតាហាងហ្នឹងនៅណាគាត់នឹងប្រាប់យើងតាមអ្វីដែលតាមគាត់ប្រាប់ចឹងទៅនឹងឃើញប្លោះទូអញ្ចឹងណាយើងចុចដើរចូលតាមប្លោះហ្នឹងទៅនឹងឃើញឈ្មោះហាងនេះចុះគឺយើងដឹងកន្លែងមកឆាណាផ្សេងឈ្មោះឆ្ងាញ់ដិតល្អអាច comment ប្រាប់ admin បានចាំ admin ទៅសារអរគុណបាយបាយ